ការបរិយាយអំពីទស្សនវិទូ René Descartes ឆ្នាំ1596 ដល់ឆ្នាំ1650 គឺជាការវិលត្រឡប់ទៅរកចំណុចចាប់ផ្ដើមនៃទស្សនវិជ្ជាសម័យទំនើបគាត់មិនត្រឹមតែជាទស្សនវិទូប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាគណិតវិទូដ៏ឆ្នើមម្ចាស់ទ្រឹស្ដីតម្រុយដេកាតថែមទៀតផងតើ René Descartes គាត់ជានរណាអ្វីខ្លះជាស្នាដៃសំខាន់ៗរបស់គាត់ René Descartes បិតានៃទស្សនវិជ្ជាសម័យទំនើបរបស់ប្រទេសបារាំង Descartes ជឿជាក់ថាដើម្បីស្វែងរកសេចក្តីពិតដែលមិនអាចប្រកែកបានយើងត្រូវចាប់ផ្ដើមដោយការសង្ស័យលើរឿងគ្រប់យ៉ាងគាត់ចង់សាងសង់ប្រព័ន្ធចំណេះដឹងថ្មីមួយដែលរឹងមាំដូចជាធរណីមាត្រដោយផ្អែកលើការប្រើប្រាស់ហេតុផលជាជាងជឿលើការដឹងតាមវិញ្ញាណដែលជារឿយៗអាចបោកប្រាស់យើងបានស្នាដៃទស្សនវិជ្ជាល្បីៗខ្ញុំគិតនាំឲ្យខ្ញុំមានរូបនេះគឺជាចំណុចស្នូលនៃស្នាដៃរបស់គាត់ដែលមាននៅក្នុងសៀវភៅ Discourse on the Method អត្ថន័យបើទោះបីជាគាត់សង្ស័យលើអ្វីៗគ្រប់យ៉ាងសង្ស័យថាពិភពលោកជាការយល់សប្តិឬជាការបោកប្រាស់របស់បិសាចប៉ុន្តែគាត់មានរឿងមួយដែលគាត់មិនអាចសង្ស័យបានគឺការដែលគាត់កំពុងសង្ស័យសេចក្តីសន្និដ្ឋានការសង្ស័យគឺជាទម្រង់នៃការគិតបើមានការគិតត្រូវតែមានអ្នកគិតដូច្នោះគាត់អាចសន្និដ្ឋានបានថាខ្លួនគាត់ពិតជាមានវត្តមានយ៉ាងពិតប្រាកដទស្សនៈទ្វិនិយម Descartes បានបែងចែកពិភពលោកជាពីរធាតុដាច់ដោយឡែកពីគ្នា1ធាតុគិតសំដៅលើព្រលឹងឬចិត្តដែលមិនមានរូបរាងមិនចេះស្លាប់និងមានសេរីភាព2ធាតុរូបសំដៅលើរូបកាយឬរូបធាតុដែលមានទំហំប្រវែងនិងគោរពតាមច្បាប់រូបវិទ្យាទស្សនៈនេះបានបង្កើតជាសំណួរដ៏ធំមួយក្នុងទស្សនវិជ្ជាថាតើចិត្តដែលគ្មានរូបរាងអាចបញ្ជារាងកាយដែលមានរូបរាងបានយ៉ាងដូចម្តេចវិធីសាស្ត្រនៃការសង្ស័យនៅក្នុងសៀវភៅ Meditations on First Philosophy គាត់បានដាក់ចេញនៅវិធាន4យ៉ាងដើម្បីស្វែងរកការពិត 1. កុំទទួលស្គាល់អ្វីមួយថាជាការពិតបើមិនទាន់ឃើញច្បាស់នៅក្នុងចិត្ត 2. បំបែកបញ្ហាសុខស្មាញឲ្យទៅជាផ្នែកតូចៗដើម្បីងាយស្រួលដោះស្រាយ 3. គិតរៀបតាមលំដាប់លំដោយពីងាយទៅរកការលំបាក 4. ត្រួតពិនិត្យឡើងវិញឲ្យបានគ្រប់ជ្រុងជ្រោយដើម្បីកុំឲ្យមានការចន្លោះប្រហោងឥទ្ធិពលរបស់គាត់ Descartes បានផ្លាស់ប្ដូរការផ្ដោតអារម្មណ៍ពីតើអ្វីទៅជាការពិតមករកតើខ្ញុំអាចដឹងពីការពិតបានដោយរបៀបណាគាត់បានផ្ដល់តម្លៃខ្ពស់ដល់បុគ្គលនិយមនិងហេតុផលនិយមដែលជាគ្រឹះនៃទស្សនវិជ្ជានិងការត្រិះរិះរហូតដល់សព្វថ្ងៃសៀវភៅ Discourse on the Method បោះពុម្ពឆ្នាំ1637គឺជាស្នាដៃដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រទស្សនវិជ្ជាវាជាសៀវភៅដែល René Descartes បានសរសេរជាភាសាបារាំងជំនួសឲ្យភាសាឡាតាំងដើម្បីឲ្យមនុស្សទូទៅអាចអាននិងងាយយល់បានចំណុចចាប់ផ្ដើមគឺខ្ញុំគិតនាំឲ្យខ្ញុំមានរូបដើម្បីយល់ឲ្យស៊ីជម្រៅនិងត្រូវមើលដំណើរដើមទងនៃគំនិតនេះដូចតទៅ 1. គោលបំណងនៃសៀវភៅ Descartes ចង់រកគ្រឹះនៃចំណេះដឹងដែលពិតប្រាកដដាច់ខាតនិងមិនអាចប្រកែកបានគាត់បានសង្កេតឃើញថាចំណេះដឹងដែលមានពីមុនមក
តាមរយៈសាលាឬវិញ្ញាណទាំង5ជារឿយៗតែងមានកំហុសឬការភាន់ច្រឡំ 2. វិធីសាស្ត្រសង្ស័យមុននឹងឈានដល់ការសន្និដ្ឋានថាខ្ញុំមានរូបគាត់បានធ្វើការពិសោធន៍តាមផ្លូវចិត្តមួយគឺសង្ស័យលើរឿងគ្រប់យ៉ាងសង្ស័យលើវិញ្ញាណភ្នែកអាចមើលឃើញវត្ថុឆ្ងាយថាខ្លីត្រចៀកអាចឮសូរខ្យល់ថាជាសំឡេងមនុស្សដូច្នោះវិញ្ញាណអាចបោកប្រាស់យើងសង្ស័យលើតថភាពតើយើងអាចដឹងដោយរបៀបណាថាយើងមិនមែនកំពុងយល់សប្តិក្នុងយល់សប្តិអ្វីៗមើលទៅដូចជាការពិតសង្ស័យលើគណិតវិទ្យាចុះបើមានបិសាចដ៏មានអំណាចកំពុងបោកបញ្ឆោតខួរក្បាលយើងឲ្យជឿថា$2បូកចំនួន2ស្មើ$4តែតាមពិតគឺវាមិនមែនការរកឃើញការពិតដំបូងនៅកណ្ដាលនៃការសង្ស័យដ៏ខ្លាំងក្លានេះដេកាតបានរកឃើញចំណុចមួយដែលបិសាចមិនអាចបោកគាត់បានប្រសិនបើខ្ញុំកំពុងសង្ស័យមានន័យថាខ្ញុំកំពុងគិតប្រសិនបើខ្ញុំកំពុងគិតគឺដេកាតត្រូវតែមានវត្តមានខ្ញុំម្នាក់ជាអ្នកគិតបញ្ហានោះទោះបីជាអ្វីដែលគាត់គិតជាកំហុសឬជាការយល់សប្តិក៏ដោយក៏សមត្ថភាពនៃការគិតនោះនាំឲ្យបញ្ជាក់បានថាគាត់គឺមានវត្តមានពិតប្រាកដនេះហើយជាអត្ថន័យនៃពាក្យថាខ្ញុំគិតនាំឲ្យខ្ញុំមានរូបសារៈសំខាន់នៃរបបកំហឹងនេះជាជំនះនៃហេតុផលវាបញ្ជាក់ថាចិត្តឬមនសិការជាចំណុចចាប់ផ្ដើមនៃចំណេះដឹងមិនមែនពិភពខាងក្រៅឡើយស្វ័យភាពនៃបុគ្គលមនុស្សម្នាក់ៗមានសមត្ថភាពរកការពិតដោយប្រើបញ្ញាខ្លួនឯងមិនចាំបាច់ផ្អែកលើជំនឿតគ្នានោះឡើយការបែងចែកចិត្តនិងរូបកាយគាត់សន្និដ្ឋានថាខ្ញុំគឺជាវត្ថុដែលគិតការបែងចែកចិត្តនិងរូបកាយគាត់សន្និដ្ឋានថាខ្ញុំគឺជាវត្ថុដែលគិតដែលដាច់ចេញពីរូបកាយសរុបមកទោះបីជាពិភពលោកជុំវិញខ្លួនយើងអាចជាការបោកប្រាស់ប៉ុន្តែការដែលយើងមានសមត្ថភាពចេះគិតចេះពិចារណានិងចេះសង្ស័យគឺជាវត្ថុតាងដែលមិនអាចប្រកែកបានថាយើងពិតជាមានជីវិតនិងមានតម្លៃជាមនុស្ស